កូនល្អមានធម៌9យ៉ាងទៀតទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាបូជាសពធ្វើបន់សពជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងតម្កល់អធិធិអធិគុណរបស់ម៉ែឪដោយប្រពៃទី6កូនណានៅតែនឹកឃើញឪពុកម្ដាយចេះតែធ្វើបន់ឧទ្ទិសឲ្យទៅកូននេះតម្កល់ខ្លួនជាកូនល្អហើយកូននឹងមានមហាស្នេហ៍បកែបំផុតពាក់ដោយមនុស្សពាក់ដោយទេវតាតាមស្រឡាញ់ខ្លាំងលើសសារកាលិនថោងទៀតសូម្បីតែប្រអិនក៏ថ្វាយអង្គមពីលើមេឃមកដែរប្រអិនថ្វាយអង្គមកូនល្អនេះទេវតាជាកូនចៅប្រអិននាំគ្នាថ្វាយអង្គមតាមកូនបែបនេះគេហៅកូនមិនចយត់មិនងាយស្លាប់តៃហោងទេអានឹងហើយដែលអាត្មាថាគេស្លាប់លាន់ហើយឯងមិនព្រមស្លាប់មកពីអីមកពីពួកយើងជាកូនមិនចយត់មិនងាយស្លាប់តៃហោងទេមិនងាយស្លាប់ដោយសារគ្រឿងសត្រូវ